បាទគ្រាន់តែឃើញនៅវីដេអូយើងភ្លាមគឺបងប្អូនផងគាត់ជាដឹងថាផ្សារដ៏ធំបំផុតមួយដែរនៅក្នុងខេត្តសៀមរាបគឺផ្សារពួកបាទអញ្ចឹងផ្សារពួកគឺជាផ្សារដែលធំជាងគេបំផុតនៅក្នុងស្រុកពួកហើយនៅក្នុងផ្សារពួកនេះគេបើកលក់ច្រើនពេលវេលាតាំងពីព្រលឹមដល់យប់ហើយនៅក្នុងរូបភាពនេះគឺជាពេលរសៀលកន្ទង់ម៉ោង4នេះទេបាទរសៀលហើយម៉ោង4អញ្ចឹងពេលដែលបងប្អូនទៅដល់ផ្សារពួកនោះប្រកាសជាសប្បាយចិត្តក្នុងការទិញរបស់របរបន្លែសាច់ផ្សេងដែលផ្សារនេះគឺចែកចេញជា3ផ្នែកសំខាន់ផ្នែកខាងមុខនៅខាងក្នុងនិងបរិវេណជុំវិញជាពិសេសគឺខាងក្រោយផ្សេងបើសិនយើងនិយាយនៅខាងមុខនេះវិញគឺភាគច្រើនគាត់លក់តាំងពីព្រឹករហូតដល់យប់ហើយពេលព្រលឹមក៏គេមានការទទួលយកបន្លែផ្សេងហើយនៅក្នុងរសៀលនេះគឺយើងឃើញថាមានបងប្អូនទៅទិញនំបញ្ចុកនំអន្សមនំផ្សេងហើយសម្បីតែពួកខ្ញុំនេះក៏ទៅទិញដែរបាទមានលក់ជាច្រើនដែលបងប្អូនអាចឃើញអញ្ចឹងមានន័យថានៅក្នុងទស្សនវិជ្ជានេះអ្នកដែលមានលទ្ធភាពធ្វើការយើងប្រឹងធ្វើការបងប្អូនដែលមានលទ្ធភាពលក់ដូរយើងលក់ដូរហើយយើងគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាមិនថាផ្លែឈើដែលបងប្អូនឃើញនេះគឺជ្រុំទិញមានមង្ឃុតល្មុតបាទហើយនឹងផ្លែផ្សេងទៅជារួមនៅពួកនេះគឺជាផ្សារដែលធំជាងគេបំផុតហើយផ្សារពួកនេះគឺស្រុកពួកហើយមិនក្រៅពីផ្លែឈើក៏យើងមានជាគ្រឿងសមុទ្រផងដែរហើយគ្រឿងសមុទ្រនេះខ្ញុំមើលទៅក៏តំណងដែរដោយសារតែគាត់មានការរៀបចំល្អជានៅខាងមុខបាទហើយក្រៅពីគ្រឿងសមុទ្រនេះនៅខាងមុខក៏ពួកគាត់អាចទិញនៅគ្រឿងសាច់ផ្សេងទៀតដែលគ្រឿងសាច់ទាំងអស់នោះមានដូចជាប្រហុកត្រីងៀតត្រីឆ្អើរមាន់ទាអីជាដើមដែលបងប្អូនអាចទៅតែពួកខ្ញុំទៅនេះគឺទៅទិញគ្រឿងហូបផ្សេងគឺចូលទស្សនាសង្ឃឹមថាបងប្អូនអាចអញ្ជើញទៅផ្សារពួកគ្រប់គ្រងទាំងអស់គ្នាហើយអ្នកលក់រស់រាយលក់ត្រឹមត្រូវរស់ស៊ីហើយរបស់ល្អទៀតខ្ញុំពិតជាចាប់អារម្មណ៍មែនតើបាទគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាជាពិសេសមានមាន់ស្រែត្រីបន្លែហ្នឹងគឺគាត់យកមកហើយបងប្អូនទៅអាចពេលណាក៏បានជាពិសេសពេលរសៀលដែលខ្ញុំទៅនេះឃើញថាត្រីនៅស្រស់ល្អជាដើមបាទទីចុងបញ្ចប់សង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាហើយបើចង់ទិញរបស់របរមាន់អាំងអីមានរសជាតិឈ្ងុយឆ្ងាញ់បន្លែល្អនំអីអាចទៅផ្សារពួកបានបាទដែលនៅផ្លូវជាតិលេខ6សូមអរគុណបាទ